កំណាប់កូនកែខ្លួនហើយនេះគឺរឿងខ្ញុំរឿងកើតទុកធំសូមញាតចាំស្ដាប់នៅក្មេងមែនពិតជីវិតអ៊ូអាប់ម៉ែស្ដីមិនស្ដាប់ឪប្រាប់មិនខ្វល់ខ្មៅប្រែជាសរឿងណាល្អបែបគិតមិនដល់ធ្វើតែរឿងរ៉ាវដែលនាំអំពុលកើតក្តីកង្វល់ដល់ញាតិប្រុសស្រីពេលដែលទៅរៀនសេពគុកគ្រឿងញៀនលេងល្បែងអប្រិយធ្វើបាបចិត្តគ្រូស្ទើរតែរាល់ថ្ងៃតបសម្ដីគឺគ្រប់វេលាសេពគុកមិត្តល្បែងគិតតែដើរលេងសំញ៉ៃរពាក្រធ្វើជាមានល្បែងពាលាម៉ែឪវេទនាគ្មានពេលលះលហើយដល់ពេលប្រឡងមិត្តភ័ក្តិបងប្អូនគេជាប់អស់ហើយខ្ញុំធ្លាក់តែឯងមើលមុខមើលក្រោយគ្មានអ្នកជួយឡើយស្គាល់ហើយការពិត